សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំមានជាមេរៀនសម្រាប់បងប្អូនដែលគាត់ជាអ្នកថ្មីហើយក៏ជាមេរៀនផ្ញើជូនសរុបរួមអ្នកដែលគាត់មិនដឹងថាចាប់ផ្ដើមនៃការប្រើប្រាស់ page បែបណាមិនដឹងថារៀបចំ page និងបង្កើត page បែបណាសម្រាប់ការរកលុយជាមួយនឹង CM អញ្ចឹងថ្ងៃនេះបងប្អូនអាចមើលវីដេអូនេះទាំងអស់បានវីដេអូនេះអាចនឹងរៀងវែងបន្តិចដោយសារតែខ្ញុំនឹងបញ្យល់លម្អិតចំពោះបងប្អូនដែលគាត់ជាអ្នកដៃថ្មីឆ្នាំ2026នេះវីដេអូនេះគឺជាកាដូដែលខ្ញុំផ្ញើជូនបងប្អូនហើយចំពោះចំណុចនេះគឺខ្ញុំលម្អិតជូនអ្នកដែលគាត់អត់ដែលបានធ្វើ page សោះអញ្ចឹងបងប្អូនអាចមើលពីជំហានដំបូងនៃការចាប់ផ្ដើមរបស់យើងបានអញ្ចឹងជំហានដំបូងបងប្អូនចូលទៅកាន់ page បន្ទាប់មកបងប្អូនយក create page នឹងមកមានន័យថាយើងបង្កើត page សិនបើសិនជាបងប្អូនចង់ធ្វើ page តាក់ទងជាមួយនឹងការធ្វើម្ហូបគឺយើងសរសេរឈ្មោះតាក់ទងជាមួយនឹងម្ហូបតែបើសិនជាយើងចង់ធ្វើលក្ខណៈ blog លក្ខណៈ blog មិចចូលគ្នាបងប្អូនគួរតែដាក់ឈ្មោះរបស់យើងក៏បានដែរតែបើសិនជាបងប្អូនអត់ចង់ផុសមិចចូលគ្នាទេ reaction ឬក៏បែបណានោះគឺបងប្អូនជ្រើសរើសឲ្យតាក់ទងជាមួយនឹង content របស់យើងអញ្ចឹងជាយោបល់របស់ខ្ញុំបងប្អូនគួរតែជ្រើសរើសមួយផ្នែកផ្សេងគ្នាល្អជាងផុសមិចចូលគ្នាកាលណាដែលផុសមិចចូលគ្នាវាអាចនឹង Facebook វាអត់ support ឲ្យ page យើងរីកល្អទេអញ្ចឹងបើ page ដែលវាផុសមានន័យថាផុសតែមួយផ្នែកមួយ like ផ្សេងគ្នាគឺ Facebook អាចនឹងរីកល្អជាងអញ្ចឹងនេះគឺជាវិធីបង្កើត page ឥឡូវខ្ញុំបង្កើត page មួយសិនដាក់ជាភាសាអង់គ្លេសល្អបំផុតបងប្អូនឥឡូវខ្ញុំដាក់ជា online class ក៏បានដែរកន្លែងនេះគឺយើងជ្រើសរើសជា text ដោយសារតែយើងជា class អញ្ចឹងយើងកន្លែងនេះយើងជ្រើសរើសចំនួន3ទៅឲ្យតាក់ទងជាមួយនឹង page របស់យើងអញ្ចឹងយើងចុច create មកជ្រើសរើស3ក៏បានជ្រើសរើសតែ1ក៏បានដែរបើសិនជាវាអត់ទៅមុខទេយើងជ្រើសរើស3តែបើវាទៅមុខអញ្ចឹងយើងជ្រើសរើសតែ1បានហើយអញ្ចឹងត្រង់នេះគឺបងប្អូនចង់សរសេរតាក់ទងជាមួយនឹង page របស់យើងក៏បានដែរអូខេកន្លែងនេះបងប្អូនសរសេរវែងពេកអត់បានទេសរសេរខ្លីៗអញ្ចឹងណាកន្លែងនេះគឺតាក់ទងមួយនឹង content website បងប្អូនអត់មានបាច់ចាំដាក់ទេកន្លែងនេះគឺយើងដាក់ email របស់យើងមកហើយកន្លែងនេះដាក់លេខទូរស័ព្ទរបស់យើងមកបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានដែរហើយតាក់ទងជាមួយនឹង location នេះបើសិនជាបងប្អូនបង្កើត page នេះសម្រាប់ក្រៅប្រទេសដាក់ location ក្រៅប្រទេសក៏បានដែរអញ្ចឹងបើសិនជាបងប្អូនចង់បង្កើត page នេះទៅជា page ក្រៅប្រទេសបងប្អូនត្រូវមាន account ក្រៅប្រទេសមួយហើយប្រើប្រាស់ VPN ហើយនឹងបង្កើត page នៅក្នុង account ក្រៅប្រទេសហ្នឹងអញ្ចឹងវាជាប់ទៅក្រៅប្រទេសហើយតែបើសិនជាបងប្អូនបង្កើត account ខ្មែរគឺវាជាប់មកខ្មែរហើយអញ្ចឹងនេះខ្ញុំបង្កើត account ខ្មែរទេប៉ុន្តែសម្រាប់ការប្រើប្រាស់page ក្រៅប្រទេសបងប្អូនគ្រាន់តែភ្ជាប់ជាមួយនឹង VPN ទៅគឺយើងអាចភ្ជាប់ជាមួយនឹង page ក្រៅប្រទេសបានហើយអញ្ចឹងវាដូចតែគ្នាទេចំពោះការបង្កើតមិនខុសគ្នាទេអញ្ចឹងបន្ទាប់មកយើងចុច next មកnext ទៀតមកកន្លែងនេះបងប្អូនចង់ជ្រើសរើសយកទាំងអស់ដើម្បីគេ like page យើងក៏បានដែរអញ្ចឹងយើងចុច next ទៀតមកកន្លែងនេះចុច done continue តាមពិតទៅ page ក្រៅប្រទេសរបស់ខ្ញុំគឺមានច្រើនណាអញ្ចឹង page របស់ខ្ញុំពេលខ្លះអ្នកមើលអត់ដឹងថាខ្ញុំជា admin page ទេដោយសារតែខ្ញុំអត់សូវបង្ហាញរូបរបស់យើងហើយយើងផុសពីនេះពីនោះផុសរូប AI អីខ្លះទៅអញ្ចឹងវារីកនិយាយរួមទៅធ្វើមិនឲ្យ page នឹងឆាប់រីកឥឡូវខ្ញុំចូលនេះ skip សិនក៏បានដែរបងប្អូន skip សិននេះតាក់ទងជាមួយនឹងកន្លែងនេះ fair ពណ៌នេះបងប្អូនបំពេញ cover បំពេញ profile
ផុសរូបអីទៅគឺវាពណ៌ខៀវធម្មតាអត់បញ្ហាទេត្រង់ហ្នឹងចឹងសម្រាប់ការផុសបងប្អូនព្យាយាមផុសវាប្រចាំសប្តាហ៍ដូចខ្ញុំធ្លាប់ប្រាប់ជាមួយនឹងវីដេអូមុនហ្នឹងនេះវាឲ្យយើងផុសហើយនេះយើងព្យាយាមផុសប្រចាំសប្តាហ៍ដូចខ្ញុំផុសអាវីដេអូមុនគេបងអស់នេះព្យាយាមធ្វើតាមនេះរហូតដើម្បីឲ្យបានយូរបន្តិចទៅគឺវាអាចច្បាស់ជាធ្លាក់សេតអ្វីសំខាន់គឺបងប្អូនព្យាយាមផុសវាឲ្យត្រូវស្តង់ដារ Facebook ដែរតែផុសខុសស្តង់ដារផុសគោលការណ៍ Facebook វាអាចនឹងឆាប់មានបញ្ហាភេទដែរអញ្ចឹងអ្វីដែលជាយោបល់របស់ខ្ញុំនេះគឺជារបៀបបង្កើត page មិនថា page ក្រៅប្រទេសមិនថា page ខ្មែរទេគឺបង្កើតដូចគ្នាអញ្ចឹង page ក្រៅប្រទេសគ្រាន់តែភ្ជាប់ជាមួយនឹង VPN បងប្អូនអាចបង្កើតបានហើយនេះគឺជា page ខ្មែរគ្រាន់តែចូលទៅបង្កើតជាមួយនឹង account ខ្មែរគឺអាចបង្កើតជាមួយនឹង account ខ្មែរបានហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំនឹងប្រាប់បងប្អូនតាក់ទងជាមួយនឹងការធ្វើវាបែបណាឲ្យឆាប់មានអ្នកមើលឲ្យឆាប់មាន view ច្រើនអញ្ចឹងបងប្អូនតាក់ទងជាមួយនឹង page បើសិនជាបងប្អូនមាន page ចាស់បងប្អូនគួរតែប្រើប្រាស់ page ចាស់ក៏បានដែរ page ដែលមួយឆ្នាំពីរឆ្នាំយកមកប្រើក៏បានដែរដូរតែឈ្មោះទៅបានហើយតែបើសិនជាអ្នកអត់មាន page សោះបងប្អូនអាចមើលវីដេអូខ្ញុំខាងលើមិញពីរបៀបបង្កើត page ទុកបានអញ្ចឹងយើងផុសលេងចោលទៅហើយមួយទៀតជាយោបល់ខ្ញុំបងប្អូនកុំប្រៀបធៀប page ខ្លួនឯងជាមួយនឹង page ដទៃកាលណាដែលយើងប្រៀបធៀបគឺធ្វើយើងបាក់ទឹកចិត្តអញ្ចឹងបងប្អូនព្យាយាមផុសវាលេងទៅកុំបង្ខំវាអាហ្នឹងតើធ្វើមួយគឺជាការងារក្រៅម៉ោងរបស់យើងទេអញ្ចឹងណាអញ្ចឹងខ្ញុំលើកឧទាហរណ៍ជាមួយនឹង page នេះមួយ page នេះគឺជា page មួយpage ក្រៅប្រទេសអញ្ចឹងសម្រាប់ page ក្រៅប្រទេសមួយនេះគឺគេផុសព្យាយាមផុសតាក់ទងមួយនឹងរូបភាពដែលធ្វើឲ្យគេចាប់អារម្មណ៍ហើយ page នេះគឺតាំងពី2020អញ្ចឹងរយៈពេលគឺវា5ឆ្នាំហើយ page ហ្នឹងគឺធ្លាក់ set up អាចរកលុយបានធម្មតាអញ្ចឹងការផុសរបស់គេគឺធ្វើមិនឲ្យមានអ្នកចាប់អារម្មណ៍និយាយទៅគឺគេលេងតែនៅក្រៅប្រទេសទេហើយការផុសគឺគេព្យាយាមចាប់ទៅលើ audience អ្នកមើលមានន័យថាចាប់ទៅលើគោលដៅអ្នកមើលតើអ្នកមើលគេចូលចិត្តប្រភេទអ្វីគឺគាត់ផុសធ្វើម៉េចដើម្បីឲ្យបានអ្នក share អញ្ចឹងតកតងជាមួយនឹងផុសខ្លះគឺអ្នក share ផ្ទុះហ្មងអញ្ចឹងការរកលុយជាមួយនឹង CM គឺងាយស្រួលបងប្អូនការរកលុយនៅ CM ងាយស្រួលទី1គឺយើងអាចផុស select ក៏រកចំណូលបានទី2គឺយើងអាចផុស story ក៏រកចំណូលបានទី3សរសេរអក្សរ caption បែបនេះក៏រកចំណូលបានដែរឲ្យតែមានអ្នកមើលហើយតកតងជាមួយនឹង reel ហើយនឹងវីដេអូ long គឺយើងផុសអាចយកវីដេអូពីនេះពីនោះមិនចូលគ្នាខ្លះបានកុំតែយកពីគេសុទ្ធពេកនិយាយទៅយើងលក្ខណៈដូច reaction ថ្មីយកមកដាក់ page យើងអញ្ចឹងណាយើងព្យាយាមផុសវាខ្លីៗកុំផុសវាវែងជ្រុលពេកអ្នកខ្លះផុសដល់1ម៉ោង2ម៉ោងអញ្ចឹងវាយូរអញ្ចឹងជាយោបល់ខ្ញុំបងប្អូនគួរតែផុសខ្លីៗឲ្យវាផ្ទុះវីដេអូមួយសិនត្រឹមប្រហែលជា7នាទីឬក៏1នាទីអីបងប្អូនផុសល្អដោយសារតែវីដេអូខ្លីបែបនោះគឺងាយស្រួលហើយនឹងឆាប់ផ្ទុះវីដេអូហើយមួយទៀតបងប្អូនព្យាយាមចូលក្នុងក្រុមក្រៅប្រទេសច្រើនក្រុមក្រៅប្រទេសគឺជាក្រុមមួយដែលវាមានភាពងាយស្រួលហើយក៏វាមានអ្នកចូលច្រើនឧទាហរណ៍ចា៎តកតងជាមួយនឹងក្រុមក្រៅប្រទេសហ្នឹងបងប្អូនវាមិនមែនមានត្រឹមតែ K ទេនិយាយរួមទៅខ្លះដល់ 10M 20M ក៏មានដែរអញ្ចឹងក្រុមក្រៅប្រទេសងាយស្រួលរកងាយស្រួលធ្វើសម្រាប់ page ក្រៅប្រទេសខ្ញុំនិយាយតែសម្រាប់ page របស់យើងខ្មែរបងប្អូនចូលក្នុងក្រុមខ្មែរអីចឹងទៅបើសិនជាយើងធ្វើ content តាក់ទងនឹងខ្មែរយើងតែបើ content តាក់ទងមួយនឹងក្រៅប្រទេសចូលក្រុមក្រៅប្រទេសឲ្យច្រើនមកហើយនេះដូចក្រុមក្រៅប្រទេសហ្នឹងអញ្ចឹងគឺមានអ្នកចូលដល់តែ MM ហើយជាក្រុម public យើងអាច share ចូលបានទៀតអញ្ចឹងវាងាយស្រួលសម្រាប់យើងលេងជាមួយនឹងជនជាតិបើសិនជាចង់ឲ្យ page នឹង reach page នឹងឆាប់ផ្ទុះបងប្អូនព្យាយាមលេងជាមួយនឹងជនជាតិចំពោះជំហានដំបូងរបស់យើងតែបើសិនជា page របស់យើងខ្មែរយើងលេងជាមួយនឹងគ្នាយើងនៅខ្មែរក៏បានដែរហើយ share វាចូលទៅអញ្ចឹងនេះជាចំណុចដែលខ្ញុំធ្លាប់ចាប់ផ្ដើមធ្វើ pageសម្រាប់ page របស់ខ្ញុំមួយចំនួនគឺខ្ញុំតែងតែធ្វើបែបហ្នឹងហើយរកចំណូលបាន
គឺអាស្រ័យការខំប្រឹងរបស់យើងនៃការផលិតវីដេអូហើយនិងការផុសរបស់យើងហើយយើងផុសឲ្យទៀងម៉ោងផុសឲ្យត្រូវជាមួយនឹងគោលដៅ Facebook ទៅអូខេអញ្ចឹងបងប្អូនតាក់ទងជាមួយនឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតសួរខ្ញុំបានហើយនេះគឺជាការបញ្យល់របស់ខ្ញុំលម្អិតសម្រាប់អ្នកដែលគាត់ដៃថ្មីអ្នកដែលគាត់អត់ដែរធ្វើ page សោះអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់រៀនតាក់ទងជាមួយនឹង VIP group អាចចូលបានធម្មតាគឺខ្ញុំស្វាគមន៍ជានិច្ចបងប្អូនអរគុណបងប្អូនទាំងអស់គ្នា